តែអាចថ្ងៃអនាគតថាយើងនឹងអាចជាការផលិតឧស្សាហកម្មគ្រឿងចក្រមួយដែលអាចនាំចេញបានកាន់តែធំហើយនេះជាសេដ្ឋកិច្ចភាពរីកចម្រើនជាតិនិងប្រជាជនដែលមានការងារធ្វើបាទគោរពជំរាបសួរលោកតាលោកយាយបងប្អូនពូមីងជាពិសេសយុវជនយុវតីទាំងអស់គ្នាដែលរស់នៅក្នុងឃុំនេះហើយសប្បាយចិត្តថ្ងៃនេះបានមកដល់ខេត្តកំពតម្ដងយើងកន្លងទៅយើងធ្លាប់ទៅខេត្តដែលមានទន្លេមានព្រៃមានបឹងបួរឥឡូវមកដល់ខេត្តសមុទ្រវិញអញ្ចឹងក្នុងនាមខ្ញុំជាអនុប្រធានសហភាពអង្គការសង្គមស៊ីវិលក៏ចូលរួមចំណែកហើយក៏សប្បាយចិត្តនៅពេលដែលយើងឃើញថារដ្ឋាភិបាលយើងបានបង្កើនយន្តការនិងការអភិវឌ្ឍច្រើនវិស័យនៅដំណាក់កាលនៅក្នុងអាណត្តិថ្មីនេះដែលយើងមើលឃើញថាមិនត្រឹមតែការអភិវឌ្ឍតាមមូលដ្ឋានទេយើងមើលឃើញអំពីការផ្ដល់សេវារដ្ឋបាលបែបទំនើបមានន័យថាការពីមុនរដ្ឋបាលឃុំសង្កាត់យើងធ្លាប់តែធ្វើកិច្ចការងារសរសេរដោយដៃយើងអត់សូវមានម៉ាស៊ីនមានកុំព្យូទ័រមានរបស់ print ទេប៉ុន្តែមកដល់សម័យបច្ចេកវិទ្យាប្រទេសកម្ពុជាយើងបានឆ្លងកាត់សង្គ្រាមច្រើនអញ្ចឹងសង្គ្រាមយើងនេះវាអស់បន្លាយយូរជាងប្រទេសដទៃសង្គ្រាមនៅពិភពលោកសង្គ្រាមលោកទី2ចប់ 4-5 ឆ្នាំប្រទេសខ្លះចាប់ដើមអភិវឌ្ឍខ្លួនឯងដូចប្រទេសជប៉ុនសហរដ្ឋអាមេរិកហើយប្រទេសបារាំងអង់គ្លេសមួយចំនួនដែលចូលរួមធ្វើសង្គ្រាមលោកទី2នេះកាលណាដល់ពេលគេចប់សង្គ្រាមទៅគេអភិវឌ្ឍភ្លាមតែ 4-5 ឆ្នាំគេចប់ប៉ុន្តែយើងនេះមិនមែន 4-5 ឆ្នាំទេនៅរ៉ាំរ៉ៃយូរជាងគេចាប់ពីឆ្នាំ1965ដែលកម្ពុជាយើងធ្លាក់ក្នុងសម្ពាធសង្គ្រាមឥណ្ឌូចិនអញ្ចឹងប្រទេសកម្ពុជាយើងចាប់ដើមបែកបាក់គ្នាដោយសារតែចំនួនផ្ទៃក្នុងផងដោយសារតែយើងអត់មានសាមគ្គីភាពផងហើយការអភិវឌ្ឍយើងដើរហើយប៉ុន្តែត្រឡប់បែរមកក្រោយវិញអញ្ចឹងចប់សម័យខ្មែរក្រហមយើងថាយើងបានសុខតែអត់ទាន់សុខទៀតខ្មែរក្រហមនៅព្រៃមួយចាហៀងនៅវាយគ្នាដល់20ឆ្នាំក្រោយទៀតអញ្ចឹងឆ្នាំ1998ទើបយើងបានសន្តិភាពពេញលេញមានរដ្ឋាភិបាលមួយមានការបោះឆ្នោតតែមួយឬឆ្នាំ93យើងឃើញថាបោះឆ្នោតមែនតែខ្មែរក្រហមមិនទាន់ចូលកន្លែងនៅឡើយទេមិនទាន់ចូលរួមបោះឆ្នោតទេណាអញ្ចឹងគេកំណត់ការពេញលេញរបស់កម្ពុជាយើងនៅ98នេះទេអញ្ចឹងប្រទេសយើងចាប់ដើមមានប្រព័ន្ធរដ្ឋបាលទាំងមូលឡើងវិញគឺឆ្នាំ98យើងអភិវឌ្ឍមកដល់ពេលនេះទើបបានតែ20ឆ្នាំជាងហើយយើងឃើញថាមានការរីកចម្រើនដើរតាមតាន់កលៈទេសៈវិស័យបច្ចេកវិទ្យាពិភពលោកដូចជាការនាំចូលគ្រឿងឧស្សាហកម្មទំនើបការផលិតខ្លួនឯងការនាំចេញខ្លួនឯងនិងការពង្រីកវិសាលភាពទំហំសេដ្ឋកិច្ចនៅប្រទេសខ្លួនឯងអញ្ចឹងចំណុចទាំងអស់នេះហើយដែលយើងមើលឃើញថាអ្នកចេះដឹងស្រុកខ្មែរយើងដូចថ្នាក់ដឹកនាំដូចអ្នកចូលរួមការអភិវឌ្ឍតាមមូលដ្ឋានទាំងអស់ហ្នឹងហើយគឺចាប់ផ្ដើមគិតនិងជួយជំរុញគ្នាអភិវឌ្ឍជាតិយើងហើយការរីកចម្រើននោះគឺខ្មែរយើងដូចយើងខ្ញុំលើកឧទាហរណ៍ឲ្យលោកតាលោកយាយជាក់ស្ដែងអញ្ចឹងដូចថាការដាក់យុទ្ធសាស្ត្រអភិវឌ្ឍឆ្នេរយើងជាយុទ្ធសាស្ត្រយូរឆ្នាំដើម្បីធ្វើយ៉ាងម៉េចពង្រីកសក្តានុពលនៅតំបន់នេះខេត្តនេះឲ្យអ្នកដែលទទួលបានផលមុនគេគឺលោកតាយាយដែលរស់នៅក្នុងខេត្តនឹងតែម្ដងកាលណាកន្លែងនឹងរីកចម្រើនយើងជាអ្នកដែលប្រមូលផលសេដ្ឋកិច្ចដោយប្រយោជន៍គេថាដូចជាការនាំការលក់ដូរផលិតផលរបស់យើងដែលផលិតបានដូចជាការបម្រើកិច្ចការងារទៅលើវិស័យផ្សេងៗដែលរីកចម្រើននៅក្នុងខេត្តនេះអញ្ចឹងទាំងវិស័យការងារទាំងចំណូលសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺសុទ្ធតែទទួលបានទៅលើប្រជាពលរដ្ឋហើយការអភិវឌ្ឍទាំងអស់គឺអភិវឌ្ឍទៅជាមួយនឹងប្រជាជនដូចជាសេវាសាធារណៈទំនើបចឹងកាលណាធ្វើឲ្យវាទំនើបទៅគឺវាងាយស្រួលទៅដល់លោកតាលោកយាយដែលមករកឃុំសង្កាត់យើងផ្ដល់សេវាយើងប្រើតែកុំព្យូទ័រដូចខ្ញុំធ្លាប់ទៅសុំសេវានៅខេត្តស្វាយរៀងនៅឃុំមួយចំនួនគ្រាន់តែបញ្ជាក់លិខិតពោះម៉ាយមេម៉ាយមួយគាត់ធ្វើតែ15នាទីគាត់វាយកុំព្យូទ័រហើយគាត់វាយត្រាឃុំស្មៀនតែមួយផ្លែតនេះវាធ្វើឲ្យងាយស្រួលដល់លោកតាលោកយាយអញ្ចឹងការអភិវឌ្ឍអភិរិចម្រើនទាំងអស់នេះវាត្រូវចំណេញដល់ប្រជាជនហើយវាគ្មានការអភិវឌ្ឍណាទៅអភិវឌ្ឍដែលលំបាកដល់ប្រជាជនទេប៉ុន្តែវាទាមទារមកវិញនៅការចូលរួមរបស់លោកតាលោកយាយក្នុងការអភិវឌ្ឍចូលរួមភាពរីកចម្រើនជាពិសេសការចូលរួមគោរពច្បាប់និងការរស់នៅដោយសុខដុមរមនាមានទម្លាប់ល្អដូចជាខ្ញុំឃើញការពីម្សិលមិញនេះខ្ញុំចូលទៅកន្លែងសហគមន៍របស់បងប្អូនលោកតាលោកយាយនៅក្នុងឃុំយើងនេះនៅកន្លែងមាត់ឆ្នេរនេះខ្ញុំឃើញថា
ការរៀបចំកន្លែងគេស្អាតប៉ុន្តែបើសិនជាគាត់បន្ថែមនៅការលក់ដូរផលិតផលរបស់ខ្លួនគឺយើងឮថាឃុំហ្នឹងគឺគាត់សម្បូរកសិកម្មបាទដំណាំរបស់គាត់ដូចយើងអត់ដឹងថាយើងដាំអីខ្លះទេមានដូចថាដូងកពតក៏ល្បីម្រេចកពតក៏ល្បីតរ៉ែនក៏ល្បីយើងដាំដំណាំអីយើងអាចយកទៅលក់នៅកន្លែងទេសចរយើងនេះជាការចូលរួមចំណែកច្នៃប្រឌិតរបស់លោកតាយាយនៅពេលដែលរដ្ឋាភិបាលមើលឃើញអំពីសក្តានុពលអភិវឌ្ឍដូចជាការពង្រីករមណីយដ្ឋានការពង្រីកផ្លូវជិះកង់ការពង្រីកតំបន់ឆ្នេរមានកន្លែងទេសចរហើយប៉ុន្តែយើងត្រូវតែមានវប្បធម៌មានគេហៅថារបស់ក្នុងស្រុកមួយសម្រាប់ជាអត្តសញ្ញាណខេត្តឬក៏ជាអត្តសញ្ញាណជាតិយើងមួយសម្រាប់បង្ហាញទៅដល់ទេសចរជាតិយើងអាចស្គាល់តែយើងអាចបង្ហាញទៅដល់ទេសចរបរទេសទៀតអញ្ចឹងនេះហើយជាការចូលរួមចំណែករបស់លោកតាលោកយាយក្នុងមូលដ្ឋានក្នុងការអភិវឌ្ឍមួយឲ្យកាន់តែរីកចម្រើនអញ្ចឹងយើងងាកមកវិញថារដ្ឋាភិបាលយើងព្យាយាមខិតខំពង្រឹងហើយនឹងពង្រីកនៅសក្តានុពលគុណភាពការអភិវឌ្ឍអីខ្លះជាច្រើននៅក្នុងអាណត្តិនេះយើងមើលឃើញថាការកំណែតម្រង់ការរៀបចំការមើលឃើញចក្ខុវិស័យសេដ្ឋកិច្ចកន្លែងណាដែលធំកាន់តែទៅមុខគឺជាការផលិតឧស្សាហកម្មមានកន្លែងខ្លះដែលត្រូវជាតំបន់ទេសចរអភិវឌ្ឍទៅជាទេសចរពង្រីកសេដ្ឋកិច្ចដល់មូលដ្ឋាននិងជាតិកន្លែងណាដែលទៅជាឧស្សាហកម្មយើងឃើញថាគេសម្រុកមកវិនិយោគច្រើនណាមានរោងចក្រមានការផលិតដែកផលិតអីផ្សេងៗតែយើងមិនទាន់មានទំហំតែអាចថ្ងៃអនាគតថាយើងនឹងអាចជាការផលិតឧស្សាហកម្មគ្រឿងចក្រមួយដែលអាចនាំចេញបានកាន់តែធំហើយនេះជាសេដ្ឋកិច្ចភាពរីកចម្រើនជាតិនិងប្រជាជនដែលមានការងារធ្វើទី2គឺប្រព័ន្ធអប់រំឥឡូវការអប់រំនៅក្នុងអាណត្តិនេះយើងមើលឃើញថាការយកចិត្តទុកដាក់បំផុតហ្នឹងគឺទៅលើបឋមសិក្សាដែលនាយករដ្ឋមន្ត្រីយើងលោកយកចិត្តទុកដាក់ទៅលើការអប់រំពីក្មេងតែម្ដងអញ្ចឹងគាត់ចង់ឲ្យមានសាលាមត្តេយ្យពង្រីកមត្តេយ្យសិក្សាតាមឃុំឬក៏មាននៅក្នុងភូមិដែលអាចលោកតានិយាយបញ្ជូនកូនទៅរៀនពីក្មេងឲ្យមានទម្លាប់មានសិលធម៌មានចំណេះដឹងពីថ្នាក់មត្តេយ្យឡើងទៅអញ្ចឹងគេថាអភិវឌ្ឍមនុស្សអភិវឌ្ឍពីទូចទៅធំអភិវឌ្ឍជាតិក៏យើងអភិវឌ្ឍពីទូចទៅធំដែរអញ្ចឹងភាពរីកចម្រើនរបស់ជាតិយើងសូមឲ្យលោកតានិយាយកុំយកការប្រៀបធៀបនឹងទៅប្រទេសដទៃហើយមើលងាយជាតិសាសន៍យើងអាហ្នឹងយើងរត់តាមភាពជ្រុលនិយមរបស់នយោបាយរបស់ភាពជ្រុលនិយមរបស់បុគ្គលមួយចំនួនគាត់ចេះតែយកកម្ពុជាទៅប្រៀបធៀបជាមួយនឹងនៅប្រទេសដទៃយើងដូចយើងស្ដាប់ហើយថាប្រទេសដទៃគេចប់ពីសង្គ្រាមគេអភិវឌ្ឍទៅមុនយើងហើយការអភិវឌ្ឍគេរុញតាមរយៈអីនៅប្រទេសកូរ៉េចប់សង្គ្រាមលោកទី2មែនប៉ុន្តែនៅសង្គ្រាមបងប្អូនរយៈពេល10ឆ្នាំទៀតតម្រាំតែបានការអភិវឌ្ឍគេអភិវឌ្ឍមកគេចាប់ដើមលើកស្ទួយលទ្ធផលក្នុងស្រុករបស់គេធ្វើយ៉ាងម៉េចផលិតខ្លួនឯងលក់ក្នុងស្រុកខ្លួនឯងមិនទាន់នាំចេញទេរហូតតតែមានបច្ចេកវិទ្យាខ្លាំងទើបនាំចេញទើបឲ្យប្រទេសកូរ៉េខាងត្បូងទើបជោគជ័យអញ្ចឹងយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិខ្លួនឯងចេញពីដំណាក់កាលលំបាកយើងត្រូវតែដើរទៅតាមស្ថានភាពរបស់ជាតិខ្លួនឯងហើយប្រទេសកូរ៉េក៏ធ្លាប់ឆ្លងកាត់របបផ្ដាច់ការរយៈពេលជាង10ឆ្នាំដែរធ្វើយ៉ាងម៉េចគេបង្ខំប្រជាជនគេឲ្យយ៉ាងម៉េចឲ្យជួយជាតិខ្លួនឯងមិនមែនបង្ខំឲ្យអាក្រក់ផលិតបានជួយទិញរបស់ក្នុងស្រុកហើយធ្វើមិនក្រុមហ៊ុននីមួយៗគេជំរុញដោយរដ្ឋផលិតចេញមកគេរុញឲ្យប្រជាពលរដ្ឋគេប្រើក្នុងតម្លៃថោកយូរទៅបច្ចេកវិទ្យាហ្នឹងកាន់តែទំនើបទៅកូរ៉េខាងត្បូងខ្លាចជាប្រទេសធំមួយអាចផលិតការនាំចេញហើយល្បីអញ្ចឹងការអភិវឌ្ឍជាតិយើងនេះគឺអញ្ចឹងដូចវៀតណាមប្រជាជនគាត់គឺគិតខិតខំតែរលុយទេប្រជាជនគាត់មួយថ្ងៃជួបអីក៏រើហ្នឹងលក់នំទូរែកអានំតយ៉នំអីហ្នឹងប្រជាជនគាត់ខំប្រឹងហើយរដ្ឋគេដែលខ្វល់អំពីលទ្ធិប្រជាធិបតេយ្យរដ្ឋគេដែលខ្វល់អំពីថាសេរីភាពដឹកនាំជាធិបតេយ្យមិនទេប្រទេសវៀតណាមប្រទេសកុម្មុយនីសប៉ុន្តែរីកចម្រើនលឿនជាជនគេរស់នៅគោរពច្បាប់មានមន្ត្រីជួយជុំជ្រែងនឹងការអភិវឌ្ឍដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចូលរួមអភិវឌ្ឍរបស់គ្នាគឺរីកចម្រើនអញ្ចឹងពាក្យថាប្រជាធិបតេយ្យនិងកុម្មុយនីសអត់មានអីខុសគ្នាប្រហែលទេសំខាន់គឺខ្មែរនិងខ្មែរគឺយើងជួយគ្នាហើយចូលរួមទាំងអស់គ្នាមានមន្ត្រីមូលដ្ឋានជួយផ្ដល់សេវាល្អប្រជាពលរដ្ឋរីករាយជាពលរដ្ឋចូលរួមគោរពច្បាប់រស់នៅដោយមានទម្លាប់ចូលរួមអភិវឌ្ឍខ្លួនដោយតាមរយៈការរកស៊ីការប្រកបមុខរបរនិងការបរិចំណូលច្នៃប្រឌិតផ្សេងកសិកម្មអីផ្សេងយកទៅលក់នៅតាមតំបន់ទេសចរនេះគឺជាការចូលរួមចំណែករបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍការថែរក្សាបរិស្ថានទាំងអស់នេះអញ្ចឹងនៅជាចុងក្រោយអ្វីដែលយើងរំពឹងគឺយុវជនយុវតីយើងជំនាន់ក្រោយអញ្ចឹងស្មារតីជាតិយើងស្មារតីសង្គមយើងដែលយើងត្រូវចូលរួមជួយតាមផ្នត់គំនិតយើងអភិវឌ្ឍមូលដ្ឋានយើង
bán có can để đi chấm đán cứ can để lò mình chấm bay đại dương tới thơ đó mi xì lư có bởi dương ai miên sản tiếp có lo này và tái ai thơ ai ở thầm mua than dương đi chấm đán cứ chịu hiệp chụp chơi mùi này chẳng chỉ trong cái đó có sông ở côn đó là ta dây để bạn mà trôi đúngហើយក្នុងនាមខ្ញុំជាអនុប្រធានសហភាពក៏ចង់ថានឹងផ្សារភ្ជាប់ជាមួយនឹងសហគមន៍របស់លោកតាលោកយាយនៅថ្ងៃអនាគតទៀតយើងមិនមែនថាមកគ្រាន់តែផ្សព្វផ្សាយពីមួយពេលនឹងហើយយើងទៅវិញយើងលេងស្គាល់គ្នាអញ្ចឹងតាមរយៈប្រធានសហគមន៍ឬក៏តាមរយៈមេឃុំឬក៏តាមរយៈបងនៅទីនេះជាអាជ្ញាធរយើងអាចចូលរួមជួយគ្នាដោយមានលទ្ធភាពបែបណាយើងអាចជួយគ្នាបានទៅថ្ងៃខាងមុខទៀតដើម្បីធ្វើយ៉ាងម៉េចអភិវឌ្ឍកន្លែងមូលដ្ឋានយើងចំណូលប្រជាពលរដ្ឋយើងឲ្យកាន់តែរីកចម្រើនហើយខ្ញុំចង់ឃើញតែប្រជាជនខ្មែរយើងបានធំធាត់ឲ្យកាន់តែរីកចម្រើនទៅមុខទេដើម្បីធ្វើយ៉ាងម៉េចកុំឲ្យយើងជាតិយើងនៅគេមើងងាយដូចប្រទេសយើងគេថាប្រទេសយើងតូចគេចេះតែបំពេញយើងនៅតាមព្រំដែនហ្នឹងបច្ចុប្បន្នមានសង្គ្រាមវាធម្មតាយើងគេមើងងាយយើងប៉ុន្តែយើងអត់ត្រូវមើងងាយខ្លួនឯងទេយើងត្រូវតែបង្រឹងខ្លួនយើងត្រូវតែធ្វើយ៉ាងម៉េចឲ្យធំហើយយើងកុំរត់តាមនយោបាយជ្រុលនិយមហើយយើងត្រូវតែធ្វើយ៉ាងម៉េចឲ្យខ្មែរយើងស្រឡាញ់គ្នាទាំងអស់គ្នាមិនថាបងប្អូនជនជាតិឬក៏បងប្អូនខ្មែរពុទ្ធសាសនាបងប្អូនខ្មែរឥស្លាមគឺសុទ្ធតែខ្មែរទាំងអស់គ្នាដើម្បីភាពរីកចម្រើនជាតិយើងទៅមុខយើងធំធាត់ទាំងអស់គ្នាគឺយើងត្រូវតែរួមគ្នាអញ្ចឹងបាទសូមអរគុណហើយក៏សូមជូនពរទៅដល់លោកតាលោកយាយប្រកបមុខរបរទទួលទានមានបាននិងសុខភាពល្អហើយជូនពរឲ្យអ៊ំពូមីងទាំងអស់ឆាប់បានខ្លាចជាអ្នកមានទាំងអស់គ្នាក្នុងសហគមន៍